ការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ស្ត្រីតាមពិតមិត្តល្អបំផុតរបស់ខ្ញុំរួមគ្នាជាមួយខ្ញុំផ្ទាល់ខ្ញុំបានចូលទៅក្នុងប្រឡោមលោកដែលខ្ញុំបានអានកាលពីយប់មិញលើសពីនេះពួកគេទាំងពីរនាក់បានរៀបការជាមួយគ្រួសារអ្នកមានក្នុងពេលតែមួយដោយខ្លាចជានៅក្នុងប្រឡោមលោករបស់លីងកេទាំងពីរនាក់នេះមិនឆ្លងកាត់ទេគាត់ត្រូវបានបណ្តេញចេញពីគ្រួសារអ្នកមានបន្ទាប់ពីថតរូបបានតែប៉ុន្មានសន្លឹកប៉ុណ្ណោះដើម្បីបើកផ្លូវឲ្យតួឯកស្រីដូច្នេះអ្នកទាំងពីរបានសម្រេចចិត្តរត់គេចខ្លួនជាមួយលុយអ្នកអាចពិនិត្យមើលការបូកចល័តរបស់អ្នកប៉ុន្តែពួកគេបានរកឃើញលុយនាងហៅអតីតមិត្តប្រុសរបស់នាងថាជាមនុស្សកំណែតមិត្តល្អបំផុតរបស់ខ្ញុំបានឲ្យលុយទាំងអស់របស់នាងទៅម្ដាយចុងរបស់នាងដែលជាបិសាចជញ្ជក់ឈាមឥឡូវនេះពួកគេទាំងពីរអាចស្នាក់នៅក្នុងគ្រួសារអ្នកមានសម្រាប់ពេលនេះហើយសន្សំប្រាក់បន្តិចម្ដងប៉ុន្តែមិននឹកស្មានដល់គ្រួសារអ្នកមាននោះអាហារថ្ងៃត្រង់ធម្មតាគឺបង្កងមួយចានធំរឿងនេះធ្វើឲ្យពួកគេទាំងពីរភ្ញាក់ផ្អើលទាំងស្រុងពួកគេបានលាន់មាត់ថាជីវិតក្នុងគ្រួសារអ្នកមានគឺគ្រាន់តែវានិយាយអំពីការរីករាយប៉ុន្តែបន្ទាប់មកឪពុកក្មេកស្រាប់តែនិយាយឡើងថាអ្នកទាំងពីរស្ត្រីម្នាក់ដែលរៀបការក្នុងគ្រួសារអ្នកមានគួរតែចូលរួមចំណែកខ្លះដល់គ្រួសារជានិច្ចអ្នកណាមុនគេបើនាងមានផ្ទៃពោះចូលឲ្យគាត់វីឡាមួយនិងលុយសុទ្ធ10លានប៉ុន្តែអ្នកនៅខាងក្រោយមានតែលុយសុទ្ធប៉ុណ្ណោះនេះធានាដោយផ្ទាល់ថាមនុស្សពីរនាក់ដែលត្រូវការលុយជាបន្ទាន់មានពេលវេលាគ្រប់គ្រាន់មនុស្សម្នាក់ដែលអួតអំពីគូធំនិងអាជីពដ៏អស្ចារ្យរបស់គាត់មួយតំណាងឲ្យស្បូនរបស់មនុស្សម្នាក់អំណាចដ៏អស្ចារ្យមានផ្ទៃពោះ8មិត្តល្អបំផុតរបស់ខ្ញុំបាននិយាយថាប្តីរបស់នាងដោយសារពួកគេមិនដែលនៅផ្ទះពួកគេមិនអាចមានផ្ទៃពោះបានតតែសោះស្ត្រីរូបនោះក៏បានតបវិញថាវាស្ដាប់ទៅដូចជាប្តីរបស់គាត់អាចធ្វើវាបានវាមានអារម្មណ៍ដូចជានៅផ្ទះប៉ុន្តែខ្ញុំមិនដែលរំពឹងទុកវាទេនៅពេលនោះប្តីប្រពន្ធរបស់ពួកគេទាំងពីរបានត្រឡប់មកផ្ទះវិញក្នុងពេលតែមួយវាបានប្រែក្លាយថាវាគឺជាឪពុកក្មេកដែលបានហៅពួកគេចូលយើងពិភាក្សារឿងនេះម្ដងទៀតមានកូនរឿងនេះធ្វើឲ្យពួកគេទាំងពីរអ្នកខ្មាស់អៀនយ៉ាងខ្លាំងប្អូនប្រុសដំបងឡើយចង់នាំមិត្តល្អបំផុតរបស់គាត់ចូលទៅក្នុងបន្ទប់ដើម្បីសិក្សាវ៉ាប៉ុន្តែមិត្តល្អបំផុតរបស់ខ្ញុំបាននិយាយថានាងនឹងទៅដោយខ្លួនឯងស្វែងរកដំបូន្មានពីអ្នកឯកទេសផ្នែកសម្ភពនិងរោគស្ត្រីគ្រូពេទ្យនឹងមានវិជ្ជាជីវៈជាងមុនទោះជាយ៉ាងណាក៏ដោយបងប្រុសច្បងបានសួរស្ត្រីនោះអំពីអ្នកណាដែលនាងចង់មានកូនជាមួយស្ត្រីប៉ុន្តែនាងបាននិយាយថាយ៉ាងណាក៏ដោយវាមិនមែនជាអតីតមិត្តប្រុសដ៏អាក្រក់របស់ខ្ញុំទេបន្ទាប់មកអ្នកទាំងពីរក៏ប្រញាប់ត្រឡប់ទៅបន្ទប់រៀងខ្លួនវិញក្រោយពីត្រឡប់ទៅបន្ទប់វិញអ្នកទាំងពីរចាប់ផ្ដើមរួមរកគ្នាមិត្តល្អបំផុតស្រីម្នាក់នេះត្រូវតែផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយមនុស្សអាក្រក់នោះអ្នកមិនត្រូវផ្ទេរប្រាក់ទៅគាត់ទៀតទេប៉ុន្តែស្ត្រីបារម្ភថាមិត្តល្អបំផុតរបស់នាងនឹងត្រូវម្ដាយចុងធ្វើបាបពេលនាងត្រឡប់ទៅផ្ទះឪពុកម្ដាយនាងវិញប៉ុន្តែគាត់ត្រូវតែការពារខ្លួនឯងប៉ុន្តែមិត្តល្អបំផុតរបស់ខ្ញុំបាននិយាយថាដោយសារទេពកោសល្យរបស់នាងក្នុងការសរសេរប្រឡោមលោកតើវាមិនស្រួលទេសម្រាប់មនុស្សមួយចំនួនតូចក្នុងការបញ្ហាឡាមកស្ត្រីរូបនេះក៏បាននិយាយដែរថានាងបានគិតពីការដាក់ទោសរួចហើយវិធីល្អបំផុតដើម្បីដោះស្រាយជាមួយមិត្តប្រុសដែលល្ងង់ខ្លៅហើយវានឹងមានប្រសិទ្ធភាពនៅយប់នេះដូច្នេះនៅយប់នោះមនុស្សអាក្រក់ពេលបរិសុទ្ធហើយស្ត្រីនៅក្នុងទីធ្លាបន្ទាប់មកស្ត្រីនោះបានចម្លងក្មេងស្រីនេះនិងមិត្តល្អបំផុតរបស់នាងបានវាយដំមនុស្សអាក្រក់នោះយ៉ាងខ្លាំងប៉ុន្តែឈុតឆាកនេះមិននឹកស្មានដល់រំពេចនោះគូស្នេហ៍របស់ខ្ញុំនៅជាន់លើបានឃើញវាបងប្រុសមិនដែលនឹកស្មានថាគាត់នឹងតែងតែលះបង់ចំពោះបងប្រុសរបស់គាត់យ៉ាងនេះឡើយមានតែស្ត្រីអាក្រក់ម្នាក់ទេដែលមានចិត្តចង់វាយគាត់នេះក៏បានផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះស្ត្រីខ្លះដែរនៅថ្ងៃបន្ទាប់បុរសនោះបានសុំនារីនោះចេញក្រៅខ្ញុំចង់សុំលុយពីគាត់ផ្ទាល់រហូតដល់ខ្ញុំឃើញមនុស្សអាក្រក់គ្រប់គូរបស់គាត់ស្ត្រីនោះដើរទៅដោយខ្វិនជើងមានតែពេលនោះទេដែលខ្ញុំបានដឹងម្សិលមិញខ្ញុំបានចាក់ឆាត់ចូលរួនគូរបស់មនុស្សអាក្រក់នោះដោយចៃដន្យផ្កានេះបានធ្វើឲ្យមនុស្សអាក្រក់នោះមិនអាចអង្គុយចុះបានឡើយនៅពេលនេះស្ត្រីនោះស្រាប់តែចង់ស្អប់ខ្ពើមបុរសនោះយ៉ាងខ្លាំងបន្ទាប់មកដោយទឹកភ្នែកហូរចេញពីភ្នែករបស់នាងបានបង្ហាញលុយរបស់នាងខ្ញុំបានចំណាយលុយទាំងអស់របស់ខ្ញុំទៅលើអំណោយសម្រាប់ម្ដាយក្មេករបស់ខ្ញុំលើសពីនេះអំណោយនេះនៅតែតម្រូវឲ្យមានការបង់ប្រាក់ចុងក្រោយចំនួន50,000 យន់ខ្ញុំសង្ឃឹមថាជនថោកទាបនេះនឹងឲ្យខ្ញុំខ្ចីប្រាក់50,000 យន់ជនកំណាចនោះខឹងយ៉ាងខ្លាំងពេលលើដូច្នេះផ្លូវនោះជាស្ត្រីម្នាក់ហេតុអ្វីបានជានាងដើរតាមអ្នកពោលថ្នាំនៅថ្ងៃនេះដូចជាស្ត្រីម្នាក់សុំលុយខ្លួនឯងហើយគាត់បានប្រាប់គាត់ឲ្យចេះពិចារណាហើយឲ្យលុយគាត់ឲ្យបានលឿនស្ត្រីរូបនោះមិនដែលនឹកស្មានថាបុរសល្ងង់នោះជាមនុស្សទន់ជ្រាយនោះទេជនពាលដែលស៊ីអាហាររបស់ខ្លួនដោយកម្លាំងដូច្នេះពីរអ្នកទៀតត្រូវបានច្របាច់ចេញទឹកភ្នែកដែលហូរចេញមកបង្ហាញថានាងមានពួកគេបានឲ្យនាងខ្ចីលុយច្រើនណាស់ត្រឹមតែ50,000 យន់មិនគួរជារឿងធំដុំទេមែនទេមនុស្សល្ងង់បន្ទាប់មកគាត់បានគំរាមប្រាប់គាត់ឲ្យរៀបចំលុយនៅថ្ងៃស្អែកបើមិនដូច្នោះទេអ្នកនឹងមិនឃើញខ្លួនឯងម្ដងទៀតទេបន្ទាប់មកគាត់បានងាកមកហើយទៅមន្ទីរពេទ្យដើម្បីជួបគ្រូពេទ្យមកពីរោងចក្រផលិតដែកថែបគ្រាន់តែពេលស្ត្រីនោះខឹងភ្លាមមនុស្សល្ងង់នោះក៏ហ៊ានពេលនិយាយជាមួយខ្លួនឯងបែបនេះបងប្រុសនោះស្រាប់តែមកដល់ទីនេះប៉ុន្តែស្ត្រីនោះបានទៅបាត់ហើយគិតថាហាងកាហ្វេនេះក៏ជាទ្រព្យសម្បត្តិមួយរបស់គាត់ដែរប្រសិនបើដូច្នោះមែនតាមពិតគាត់ដឹងពីការបញ្ចុះតម្លៃទាំងអស់ដែលម្ចាស់ដើមបានទទួលនេះប៉ះពាល់ដោយផ្ទាល់ដល់ម្រាមជើងរបស់ស្ត្រីគូឌីចង់រកកន្លែងវាចូលប៉ុន្តែរឿងនេះបងប្រុសខ្ញុំបានស្នើភ្លាមថាគាត់អាចលែងលះបានប្រសិនបើគាត់ចង់ទោះជាយ៉ាងណាក៏ដោយយោងតាមកិច្ចព្រមព្រៀងស្ត្រីរូបនេះអាចចាក់ចេញបានដោយគ្មានអ្វីទាំងអស់រឿងនេះធ្វើឲ្យស្ត្រីនោះមានការថប់បារម្ភយ៉ាងខ្លាំងច្របាច់
ចចេញយ៉ាងតឹងពីនាងស្រក់ទឹកភ្នែកដើម្បីបង្ហាញថានាងត្រូវបានគំរាមកំហែងដោយមនុស្សថោកទាបម្នាក់បើខ្លួនឯងប្រសិនបើនាងមិនត្រូវបានផ្ដល់លុយទេនាងនឹងចេញផ្សាយរូបថតទាំងនោះជាសាធារណៈប៉ុន្តែបងប្រុសច្បងដឹងយ៉ាងច្បាស់ថានេះមិនមែនជាការពិតទេប៉ុន្តែក្រឡេកមើលស្ត្រីនោះរូបរាងគួរឲ្យអាណិតកូនប្រុសអាចព្យាយាមធ្វើឲ្យអ្វីលូនប៉ុណ្ណោះទន្ទឹមនឹងនេះប្អូនប្រុសក៏បានសួរជំនួយការរបស់គាត់អំពីមិត្តល្អបំផុតរបស់គាត់តើអ្នកបានប្រគល់អាចកំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអ្នកទៅឲ្យមេគ្រួសារហើយឬនៅពេលខ្ញុំមើលថាមិត្តល្អបំផុតរបស់ខ្ញុំយកលាមកតែមួយដុំប៉ុណ្ណោះពេលក្រមៀពណ៌លឿងត្រឡប់មកវិញគាត់ក៏ងឿងឆ្ងល់ដែរមិត្តល្អបំផុតរបស់ខ្ញុំគឺខុសគ្នាទាំងស្រុងពីមុននៅពេលនេះជំនួយការនៅតែស្ទាក់ស្ទើរថាតើត្រូវមិត្តសម្លាញ់របស់ខ្ញុំបានហែកបង្កងជាដុំហើយយកវាទៅបាត់ប្រាប់ខ្ញុំអំពីគ្រួសាររបស់អ្នកមួយវិនាទីបន្ទាប់មិត្តល្អបំផុតរបស់ខ្ញុំបានប្រញាប់ប្រញាល់ចូលទៅក្នុងការិយាល័យនៅវាលស្រែប្រាប់គាត់ឲ្យសម្អាតធ្មេញរបស់គាត់ឲ្យបានរហ័សខ្ញុំបានជាប់បង្កងដោយចៃដន្យនៅក្នុងធ្មេញពេលកំពុងញ៉ាំវាប៉ុន្តែប្អូនប្រុសរបស់គាត់បានធ្វើឲ្យគាត់មើលឃើញយ៉ាងច្បាស់តើអត្តសញ្ញាណរបស់ខ្ញុំជាអ្វីតើពេទ្យធ្មេញលំដាប់ខ្ពស់អាចសម្អាតធ្មេញរបស់គាត់ដោយរបៀបណាប៉ុន្តែមិត្តល្អបំផុតរបស់នាងបាននិយាយថាប្រសិនបើគាត់មិនចង់លាងសម្អាតវាទេនោះមិនអីទេបើមិនមែនដោយសារសមាជិកគ្រួសារទេទោះបីជាអ្នកផ្ដល់ការបញ្ចុះតម្លៃដោយខ្លួនឯងក៏ដោយវានឹងមិនដំណើរការទេដោយការរំពឹងទុកប្អូនប្រុសដែលមិនអាចទប់ទល់នឹងការរំញោចបែបនេះបានភ្លាមនោះខ្ញុំបាននាំមិត្តល្អបំផុតរបស់ខ្ញុំទៅសម្អាតធ្មេញរបស់គាត់បន្ទាប់ពីត្រឡប់មកផ្ទះវិញអ្នកទាំងពីរបានរាយការណ៍ពីព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់ពួកគេទៅគ្នាទៅវិញទៅមកស្ត្រីនោះនៅតែមានការងឿងឆ្ងល់ហេតុអ្វីបងប្រុសខ្ញុំខ្លាចជាបែបនេះខ្ញុំមិនអាចទ្រាំមើលខ្លួនឯងយំបានទេនឹងបន្ទប់ប៊ូដហានីមានការងឿងឆ្ងល់ថាប្អូនប្រុសរបស់នាងអាចមើលឃើញឫសធ្មេញរបស់នាងដោយរបៀបណាខ្ញុំបានឃើញមាសដូចជាអ្នកទាំងពីរពោពេញដោយការសង្ស័យមិត្តល្អបំផុតរបស់ខ្ញុំស្រាប់តែនឹកឃើញដល់ឆេវគេនិយាយថាពួកគេទាំងពីរមានចំណងផ្លូវភេទចម្លែកខ្លាំងណាស់បងប្រុសខ្ញុំមិនអាចទ្រាំឃើញអ្នកដទៃយំនៅចំពោះមុខគាត់បានទេម្យ៉ាងវិញទៀតប្អូនប្រុសមានជំងឺវង្វេងវង្វាន់មួយប្រភេទមានសំណុំធ្មេញល្អឥតខ្ចោះតួឯកស្រីមិនត្រឹមតែបាត់បង់ការគ្រប់គ្រងផ្លូវនោមរបស់នាងដោយសារតែអស់កម្លាំងប៉ុណ្ណោះទេហើយធ្មេញរបស់នាងត្រង់ជាពិសេសនោះហើយជាមូលហេតុដែលពួកគេទាំងពីរអ្នកលងស្នេហ៍នឹងតួឯកស្រីខ្លាំងម្ល៉េះដូច្នេះមិត្តល្អបំផុតរបស់ខ្ញុំបានសម្រេចចិត្តពាក់ម៉ាស់ឲ្យបានញឹកញាប់ជាងមុនចាប់ពីពេលនេះទៅឥឡូវនេះប្អូនប្រុសចង់ឃើញធ្មេញរបស់គាត់ស្ត្រីអាចមើលបានដោយគិតថ្លៃតែប៉ុណ្ណោះខ្ញុំក៏មានគម្រោងសុំឲ្យតួឯកស្រីបណ្ដេញខ្ញុំចេញនាពេលអនាគតផងដែរនាងអបជើងប្អូនប្រុសរបស់នាងហើយយំឡើងយ៉ាងខ្លាំងពេលតួឯកស្រីបង្ហាញខ្លួននោះនឹងជាថ្ងៃដែលយើងដែលជាក្រុមធ្លុកដ៏អស្ចារ្យនឹងរត់គេចខ្លួន